ប្រវត្តិនៃការបង្កើតរដ្ឋដកស្រង់ចេញពីសៀវភៅរដ្ឋបាលសាធារណៈដំបូងឡើយរដ្ឋបានលេចចេញជារូបរាងនៅពេលមួយដែលអំណាចថ្នាក់កណ្ដាលឬមជ្ឈិមភាពមានឥទ្ធិពលអាចគ្រប់គ្រងឬត្រួតត្រាលើមនុស្សនិងទឹកដីក្នុងចំណែកណាមួយតាមរបៀបដឹកនាំមួយក្នុងរយៈពេលជាប់លាប់កសិកម្មនិងអក្សរសាស្ត្រមានស្ទើរគ្រប់ទីកន្លែងលើលោកជាមូលហេតុដើមដែលជាប់តាក់ទងខ្លាំងទៅនឹងដំណើរការនៃការបង្កើតរដ្ឋតាមរយៈសកម្មភាពកសិកម្មសង្គមមនុស្សបានវិវត្តទៅរកភាពនៃការរស់នៅដោយមានកម្រិតវណ្ណៈមនុស្សក្នុងក្រុមប្រភេទនេះអាចរស់បានដោយមិនចាំបាច់ទៅធ្វើការសំខាន់ពួកគេគ្រាន់តែចេះចាត់ចែងមនុស្សដែលទន់ខ្សោយឬល្ងងជាងខ្លួនឲ្យធ្វើការបម្រើខ្លួនកាលសម័យនោះអក្សរសាស្ត្រនិងការសរសេរពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រងនិងអប់រំមនុស្សព្រោះវាបានបម្រើដល់ការផ្សព្វផ្សាយព័ត៌មានសំខាន់ៗនិងងាយគ្រប់គ្រងបែបប្រមូលផ្ដុំគេដឹងថារដ្ឋត្រូវបានបង្កើតឡើងមុនគេបង្អស់នៅក្នុងវឌ្ឍនកាលខាងជើងជាតំបន់ដែលមានដីសម្បូរជីវជាតិដូចជាអេស៊ីបឥណ្ឌាចិននិងតំបន់មួយចំនួននៃទ្វីបអាមេរិកកណ្ដាលប៉ុន្តែនៅក្នុងសម័យទំនើបនេះប្រទេសជាច្រើនបានផ្លាស់ប្ដូរការដឹកនាំរដ្ឋបែបបុរាណមកជាការដឹកនាំបែបទំនើបដែលមានលក្ខណៈពេញលេញតាមរយៈការផ្លាស់ប្ដូរទម្រង់នយោបាយសម្រាប់គ្រប់គ្រងសង្គមដែលអាចកំណត់ពីភិនភាគរបស់រដ្ឋកាន់តែច្បាស់និងពេញលេញទម្រង់នៃការដឹកនាំរដ្ឋបែបបុរាណមានរូបភាពជាការប្រមូលផ្ដុំក្រុមមនុស្សដែលជាអ្នកប្រមាញ់និងកុលសម្ព័ន្ធមួយចំនួនការប្រមូលផ្ដុំនេះផ្អែកលើមុខរបរដូចជាការបរបាញ់ការចិញ្ចឹមសត្វឬការធ្វើកសិកម្មការប្រមូលផ្ដុំនេះធ្វើឡើងដោយគ្មានរចនាសម្ព័ន្ធចាត់តាំងនិងមានទម្រង់ជារដ្ឋតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះទេឧទាហរណ៍គ្មានក្រសួងកសិកម្មគ្មានទម្រង់នយោបាយនោះទេការដឹកនាំរដ្ឋបែបបុរាណបានគ្របដណ្ដប់លើមនុស្សក្នុងជាតិក្នុងសម័យបុរេប្រវត្តិរដ្ឋនាសម័យបុរាណបានលេចរូបរាងឡើងក្នុងរូបភាពជាការបង្កើតនៅទឹកដីតាមរយៈការច្បាំងដណ្ដើមយកបានឬបង្កើតវប្បធម៌ទៅតាមក្រុមរបស់ខ្លួនជាមួយនោះក៏មានការផ្សព្វផ្សាយឧត្តមគតិនិងការបង្កើតច្បាប់ដែលត្រូវបានដាក់បង្ខំឲ្យគ្រប់តាមដោយក្រុមមួយលើក្រុមមនុស្សមួយក្រុមទៀតការគ្រប់គ្រងធ្វើឡើងតាមរយៈការប្រើកម្លាំងឬការគំរាមកំហែងដោយការវិការអធិបតេយ្យភាពស៊ីវិលនិងយោធាបច្ចុប្បន្នរឿងបែបនេះអាចមើលឃើញថាជារឿងធម្មតាប្រទេសខ្លះមានទម្រង់ដឹកនាំបែបពហុរដ្ឋដូចជារដ្ឋសហព័ន្ធនិងតំបន់ស្វយ័តចាប់តាំងពីចុងសតវត្សទី19មកគឺផ្ទៃដីដែលមនុស្សអាចរស់នៅបាននៅលើពិភពលោកត្រូវបានបញ្ចូលនៅក្នុងតំបន់ដែលមានព្រំដែនច្បាស់លាស់ប្រទេសខ្លះក៏កំពុងពុំទាន់ដាច់ស្រេចអំពីការទាមទារបែងចែកឲ្យដាច់ពីគ្នានៅឡើយដែរមុនសតវត្សទី19ផ្ទៃដីធំៗជាច្រើនកន្លែងដែលគ្មានមនុស្សរស់នៅឬគ្មានការទាមទារដោយនគរណាមួយទេកន្លែងខ្លះទៀតប្រជាជនពញាចររស់នៅតែមិនត្រូវបានរៀបចំជារដ្ឋលក្ខណៈពេញលេញនោះទេទោះជាយ៉ាងណាក៏ដោយសូម្បីតែនៅក្នុងរដ្ឋបច្ចុប្បន្ននេះក៏មានតំបន់វាលខ្សាច់ដ៏ធំមួយនិងព្រៃអាម៉ាហ្សូនជាច្រើនតែមិនមានមនុស្សរស់នៅឬមានមនុស្សរស់នៅដាច់ពីសង្គមដោយភាគច្រើនពួកគេជាជនជាតិដើមភាគតិចហើយពួកគេមួយចំនួនធំនៅតែមិនមានសកម្មភាពតាក់ទងជាមួយនឹងសង្គមខាងក្រៅនោះឡើយ។